Mỗi ngày mình 24 ម៉ោងតែយើងបានប្រើប្រាស់ពេលវេលារបស់យើង24ម៉ោងនោះមានប្រសិទ្ធភាពហើយឬនៅហើយតែយើងគួរតែប្រើពេលវេលា24ម៉ោងរបស់យើងដោយម្ដេចខ្លះដើម្បីឲ្យយើងមានក្តីសុខហើយមានតុល្យភាពនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងច្បាប់8 គឺជាច្បាប់មួយដែលគេបានបែងចែកពេលវេលាពី24ម៉ោងចេញជា3ផ្នែកបានន័យថា8ម៉ោង3ដងការបែងចែកពេលវេលាចេញជា3ផ្នែកបែបនេះគឺដើម្បីឲ្យយើងប្រើប្រាស់ពេលវេលារបស់យើង8ម៉ោងហ្នឹងឲ្យមានប្រសិទ្ធភាពខ្ពស់ហើយប្រើប្រាស់ពេលវេលារបស់យើងហ្នឹងឲ្យយើងមានតុល្យភាពនៅក្នុងការរស់នៅប្រចាំថ្ងៃ8ម៉ោងទី1គឺគេផ្ដោតទៅលើការប្រើប្រាស់ពេលវេលារបស់យើង8ម៉ោងទៅលើការធ្វើការរកស៊ីចិញ្ចឹមជីវិតឬក៏ការរៀនអញ្ចឹងទៅសម្រាប់អ្នកដែលគាត់កំពុងតែរៀនអត់ទាន់ចប់ការប្រើពេលវេលា8ម៉ោងនេះគឺពិតជាសំខាន់ខ្លាំងមែនទែននៅក្នុងការធ្វើការងារនិងទំនួលខុសត្រូវរបស់យើងប្រចាំថ្ងៃដូច្នេះយើងត្រូវតែប្រើពេលវេលា24ម៉ោងនេះឲ្យបានល្អបំផុតដោយយើងផ្ដោតខ្ពស់យើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើងនៅក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃរបស់យើងឲ្យបានល្អក្នុងរយៈពេល8ម៉ោងសម្រាប់8ម៉ោងទៀតផ្ដោតទៅលើការគេងនិងការសម្រាកឲ្យបានគ្រប់គ្រាន់8ម៉ោងសម្រាប់ការគេងនិងសម្រាកនោះពិតជាសំខាន់ខ្លាំងមែនទែនយើងហងៃហ្នឹងបើសិនជាយើងអាចគេងបានក្នុងមួយថ្ងៃពីចន្លោះ6ទៅ7ម៉ោងល្អហើយប៉ុន្តែបើសិនជាយើងអាចគេងបានក្នុងមួយថ្ងៃបានពី8ម៉ោងវាល្អសម្រាប់សុខភាពរបស់យើងនឹងខ្លាំងជាងនឹងទៀតអញ្ចឹងការគេងពិតជាសំខាន់ខ្លាំងមែនតើយើងសម្រាកនិងគេងឲ្យបានគ្រប់គ្រាន់ទើបយើងមានសុខភាពល្អចំណែកឯ8ម៉ោងទៀតយើងបែងចែកពេលវេលារបស់យើងចេញជា3ផ្នែកធំទៅលើ 3F 3X ហើយនិង 3S 3F đặt ទៅលើការទំនាក់ទំនងសំខាន់ F ទី1 family ការចំណាយពេលវេលាជាមួយនឹងគ្រួសាររបស់យើងជាមួយនឹងមនុស្សដែលយើងស្រឡាញ់ជាមួយនឹងសមាជិកគ្រួសាររបស់យើងចំណាយពេលដែលមានគុណភាពជាមួយនឹងពួកគាត់ប្រើប្រាស់ពេលវេលាបានល្អបំផុតជាមួយនឹងក្រុមគ្រួសារនិងមនុស្សទីស្រឡាញ់របស់យើង F ទី2 friend ចំណាយពេលជាមួយនឹងមិត្តភ័ក្តិអ្នកដែលស្គាល់គ្នាមិត្តភ័ក្តិជិតស្និទ្ធចំណាយពេលជាមួយនឹងពួកគាត់ដូចជាជុំគ្នាញ៉ាំអីជាមួយនឹងគ្នាដើរលេងអីជាដើមអទី3 faith តាក់ទងជាមួយនឹងជំនឿសម្រាប់បុគ្គលណាដែលគាត់មានជំនឿទៅលើសាសនាផ្សេងគាត់ចំណាយពេលវេលារបស់គាត់ទៅវិហារទៅវត្តឬក៏ចំណាយពេលរៀនតាក់ទងជាមួយនឹងធម៌ជាដើមចូលដល់ 3A វិញផ្ដោតទៅលើរាងកាយរបស់យើងនិងការអភិវឌ្ឍខ្លួនទី1 health ការចំណាយពេលវេលាជាមួយនឹងការថែទាំសុខភាពរបស់យើងឲ្យបានល្អដូចជាញ៉ាំអាហារដែលល្អញ៉ាំអាហារណាដែលមានគុណភាពញ៉ាំអាហារដែលធ្វើឲ្យយើងមានសុខភាពល្អហើយចំណាយពេលធ្វើលំហាត់ប្រាណដើម្បីឲ្យយើងមានសុខភាពល្អរាងកាយមាំមួនទី2 hygiene ជាការចំណាយពេលវេលាសម្រាប់មើលថែទាំខ្លួនឯងដូចជាយើងងូតទឹកសម្អាតខ្លួនឲ្យបានស្អាតតុបតែងខ្លួនឲ្យបានស្អាតនិងធ្វើឲ្យខ្លួនឯងមានក្លិនក្រអូបចឹងទៅឧទាហរណ៍ថាយើងធ្វើ skin care និងការបង្ហាញក្តីស្រឡាញ់ចំពោះខ្លួនឯងមើលថែទាំខ្លួនឯងធ្វើខ្លួនឯងស្អាតធ្វើខ្លួនឯងល្អជាងមុនទី3 hobby ការចំណាយពេលវេលារបស់យើងជាមួយនឹងអ្វីដែលយើងចូលចិត្តអ្វីយើងស្រឡាញ់យើងធ្វើទៅយើងសប្បាយចិត្តយើងមានអារម្មណ៍ល្អចំពោះ 3F វិញគឺផ្ដោតទៅលើផ្លូវចិត្តខាងក្នុងរបស់យើងទី1 soul តាក់ទងជាមួយនឹងការចំណាយពេលវេលាទាំងឡាយណាដែលតាក់ទងទៅនឹងផ្លូវចិត្តរបស់យើងផ្លូវចិត្តខាងក្នុងឧទាហរណ៍ដូចជាយើងចំណាយពេលក្នុងការធ្វើសមាធិឲ្យយើងមានអារម្មណ៍ស្ងប់ឲ្យយើងមានអារម្មណ៍ល្អការចំណាយពេលវេលាជាមួយនឹងខ្លួនឯងនៅជាមួយខ្លួនឯងឲ្យបានច្រើនចូលប្រចាំជាមួយនឹងខ្លួនរបស់យើងផ្ទាល់ថាយើងកំពុងតែចង់បានអីយើងកំពុងតែគិតអីយើងមានអារម្មណ៍បែបណាហើយអភិវឌ្ឍខ្លួនឯងបន្ថែមតាមរយៈការរៀនសូត្រការអានសៀវភៅនិងសូត្រយកធម៌ពលវិជ្ជមានឲ្យបានច្រើនមកកាន់ខ្លួនរបស់យើងឬក៏ចំណាយពេលវេលាជាមួយនឹងធម្មជាតិឲ្យសូត្រយកខ្យល់អាកាសបរិសុទ្ធចឹងទៅទី2 service ការចំណាយពេលវេលាក្នុងការជួយអ្នកដទៃឬក៏ធ្វើរឿងអ្វីមួយសម្រាប់អ្នកដទៃការធ្វើបែបហ្នឹងគឺធ្វើឲ្យយើងមានអារម្មណ៍ល្អយើងមានអារម្មណ៍ថាសប្បាយចិត្តដែលយើងបានជួយគេដែលយើងបានធ្វើអីមួយសម្រាប់គេទី3 smile ការញញឹមការសើចសប្បាយយើងចំណាយពេលវេលាក្នុងការធ្វើរឿងអីដែលសប្បាយធ្វើឲ្យយើងមានអារម្មណ៍ល្អយើងសប្បាយចិត្តយើងសើចឲ្យបានច្រើនយើងញញឹមឲ្យបានច្រើនដូចជាយើងមើលរឿងកំ pl ែយើងមើលអីដែលធ្វើឲ្យយើងសើចឬក៏យើងចំណាយពេលនៅជាមួយនឹងមនុស្សដែលគាត់ធ្វើឲ្យយើងសើចធ្វើឲ្យយើងសប្បាយចិត្តឬក៏ធ្វើរឿងអីមួយដែលធ្វើឲ្យយើងសប្បាយចិត្តឬក៏បង្ហាញការដឹងគុណឬក៏ពេញចិត្តនៅអ្វីយើងមានឬក៏អ្វីយើងទទួលបានរាល់ថ្ងៃ
ដូចជាសរុបមកវិញ CF CH និង CS ហ្នឹងមិនមែនយើងប្រើពេលវេលា8ម៉ោងក្នុងការធ្វើរឿងទាំងអស់ហ្នឹងទេមិនមែនអញ្ចឹងទេគ្រាន់ថាក្នុងរយៈពេល8ម៉ោងដែលយើងមានហ្នឹងយើងអាចចំណាយពេលរបស់យើងក្នុងការធ្វើរឿងទាំងអស់ហ្នឹងបានយើងធ្វើរឿងណាក៏បានដែរសាច់ចិត្តរបស់យើងចង់ធ្វើអីជាចុងក្រោយការប្រើច្បាប់8/8/8ទៅលើការបែងចែកពេលវេលា24ម៉ោងរបស់យើងគឺពិតជាល្អខ្លាំងមែនទែននៅក្នុងការអនុវត្តប្រចាំថ្ងៃដើម្បីឲ្យជីវិតរបស់យើងមានតុល្យភាពហេតុអីបានជាយើងចាំបាច់ឲ្យជីវិតរបស់យើងមានតុល្យភាពកាលណាតែយើងបែងចែកឬក៏ប្រើប្រាស់ពេលវេលារបស់យើងអត់បានត្រឹមត្រូវអត់បានល្អទេនឹងធ្វើឲ្យយើងឆាប់មានបញ្ហា stress យើងមានអារម្មណ៍អត់ល្អដោយសារតែការងាររបស់យើងអាចនឹងធ្វើច្រើនពេកវាអត់មានតុល្យភាពឬក៏យើងអាចនឹងចំណាយពេលវេលារបស់យើងទៅលើការសប្បាយឬក៏រឿងណាដែលអត់ប្រយោជន៍ច្រើនពេកដែលវាអត់មានតុល្យភាពជាមួយនឹងរឿងណាដែលចាំបាច់ជាមួយនឹងរឿងការងារអញ្ចឹងទៅគេបែងចែកច្បាប់8/8/8ហ្នឹងមកដើម្បីឲ្យយើងប្រើប្រាស់និងបែងចែកពេលវេលារបស់យើង24ម៉ោងហ្នឹងឲ្យមានតុល្យភាពនៅក្នុងជីវិតរបស់យើងនិងការប្រើប្រាស់ពេលវេលារបស់យើងឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរសង្ឃឹមថាបានមើលវីដេអូមួយនេះហើយយើងនឹងចេះពីវិធីបែងចែកពេលវេលារបស់យើងនិងការប្រើប្រាស់ពេលវេលារបស់យើងក្នុងមួយថ្ងៃ24ម៉ោងហ្នឹងឲ្យបានត្រឹមត្រូវហើយមានតុល្យភាពនៅក្នុងជីវិតរបស់យើងអរគុណច្រើនជម្រាបលា